បាទសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់អេពីសូតថ្មីមួយទៀតអ្នកទាំងអស់គ្នាធ្លាប់ឆ្ងល់អត់ទេថាហេតុអីបានជា Stormbreaker អាចទម្លុះថាមពល Infinity Stone ទាំង6គ្រាប់របស់ Thanos បានយ៉ាងងាយប៉ុន្តែបែរជាមិនអាចយកឈ្នះ Dr. Doom ទៅវិញក្នុងវីដេអូមួយនេះខ្ញុំនឹងព្យាយាមបកស្រាយអំពីលក្ខណៈសម្បត្តិវេទមន្តរបស់ Stormbreaker និងភាពខ្លាំងដែលគួរឲ្យខ្លាចរបស់ Dr. Doom ដែលរួមបញ្ចូលគ្នារវាងវិទ្យាសាស្ត្រនិងមន្តអាគមនេះគឺជាការវិភាគបែបស៊ីជម្រៅអំពីយុទ្ធសាស្ត្រនិងធម៌ពលដែលធ្វើឲ្យតួអង្គទាំងពីរនេះខុសគ្នាដាច់ស្រឡះនៅក្នុងរឿងនៅពេលដែលThor គប់ Stormbreaker សម្ដៅទៅលើ Thanos នៅក្នុងសមរភូមិរបស់ Wakanda នោះវាមិនមែនគ្រាន់តែជាការវាយបកបែបធម្មតានោះទេតែវាគឺជាខណៈពេលដែលសភាវៈមានជីវិតទូទាំងចក្រវាលកំពុងតែស្រឡាំងកាំងគិតមើលទៅ Thanos កំពុងតែកាន់ Infinity Stone ទាំង6ក្នុងដៃដែលជា power ដ៏ខ្លាំងបំផុតនៅក្នុងចក្រវាលទាំងមូលដែលអាចផ្លាញអ្វីគ្រប់យ៉ាងដោយគ្រាន់តែការផ្ទាត់ម្រាមដៃនៅពេលដែល Thanos បញ្ចេញថាមពលទាំង6ដើម្បីជាកម្លាំងដើម្បីទប់ទល់ជាមួយនឹងពថៅរបស់ Thor នោះ Stormbreaker បែរជាអាចទម្លុះកម្លាំង power នោះធ្លុះដល់ដើមទ្រូងរបស់ Thanos ត្រង់នឹងហើយដែលយើងត្រូវឈប់សិនហើយសួរថាតើវាអាចទៅរួចដោយរបៀបណាបើពថៅមួយនោះខ្លាំងជាង Infinity Stone ទាំង6បូកបញ្ចូលគ្នានិយាយទៅបើមើលតាមលក្ខណៈបច្ចេកទេសដែល E3 បានបញ្យល់នៅក្នុងភព Nidavellir គឺ Stormbreaker ត្រូវបាន design ឡើងដើម្បីคล้ายទៅជាអាវុធនៃស្ដេច King Weapon ដែលខ្លាំងបំផុតក្នុងចំណោមអាវុធទាំងអស់នៅរបស់ Asgard វាធ្វើឡើងពីលោហៈឈ្មោះថា Uru ដែលបានមកពីបេះដូងនៃផ្កាយដែលជិតរលត់ផុតទៅហើយអ្វីដែលធ្វើឲ្យសំខាន់បំផុតនោះវាត្រូវបានបង្កើតឡើងដើម្បីទប់ទល់នឹង Infinity Gauntlet ដោយផ្ទាល់ E3 គឺជាអ្នកដែលបង្កើតស្រោមដៃឲ្យ Thanos ដូច្នេះគាត់ដឹងច្បាស់ថាត្រូវធ្វើអាវុធបែបណាដើម្បីបំបែកការការពាររបស់វាប៉ុន្តែហេតុផលពិតប្រាកដដែល Stormbreaker អាចទម្លុះថាមពលរបស់ Thanos បានមិនមែនគ្រាន់តែដោយសារវាធ្វើជាលោហៈធាតុ Uru នោះទេតែវាដោយសារតែលក្ខណៈសម្បត្តិអវេទមន្តនឹងការផ្ទាល់ភ្ជាប់ជាមួយនឹង Bifrost នៅក្នុងរឿង Thanos បានប្រើ Infinity Stone ជាមួយនឹងប្រភពថាមពលប៉ុន្តែ Stormbreaker គឺជាឧបករណ៍ដែលបញ្ជូន power របស់អតិទេព Thor បូករួមនឹងថាមពលនៃចក្រវាលដែលហូរកាត់ដោយ Bifrost នៅពេលដែល Thanos បាញ់ថាមពលចេញមកគាត់ប្រហែលជាមើលស្រាលពុថៅ Stormbreaker នោះគាត់មិនបានប្រើ Infinity Stone ដើម្បីកែប្រែការពិតឬបញ្ឈប់ពេលវេលាទេគាត់គ្រាន់តែប្រើវាទៅជាថាមពលកម្ដៅនិងកម្លាំងសុទ្ធសាធហើយត្រង់នឹងហើយដែល Thanos ចាញ់បោកខ្លួនឯង Stormbreaker មិនមែនគ្រាន់តែជាដែកមួយដុំនោះទេតែវាគឺជាអាវុធប្រឆាំងនឹងថាមពលផងដែរដែល E3 បានបញ្ចូលអវេទមន្តការពារពីស្រោមដៃរបស់ Thanos និយាយឲ្យងាយយល់ទៅគឺ Stormbreaker ត្រូវបានបង្កើតឡើងដើម្បីបដិសេធឬក៏ទប់ទល់រាល់ការវាយប្រហារដែលចេញពី Infinity Gauntlet នេះជាមូលហេតុដែលវាមិនខ្ទាតចេញតែបែរជាទម្លុះកាត់ទៅមុខរហូតដល់ទ្រូងរបស់ Thanos ទៅវិញតែបញ្ហានៅត្រង់នេះបើ Stormbreaker អាចសម្លាប់ Thanos ដែលមាន Infinity Stone ទាំង6គ្រាប់នៅក្នុងដៃទៅហើយនោះហេតុអីបានជាខ្ញុំនិយាយថាវាមិនអាចយកឈ្នះ Dr. Doom បានទេអ្នកទាំងអស់គ្នាប្រហែលជាឃើញឈុត official trailer ថ្មីរបស់ Avenger Doomsday ហើយមានឈុតនោះមានคลิปមួយដែលយើងនឹងបានគប់បថៅ Stormbreaker ទៅចំមុខរបស់ Dr. Doom ប៉ុន្តែ Dr. Doom គាត់គ្រាន់តែប្រើដៃទប់ទៅគឺអាចទប់ Stormbreaker ហ្នឹងមិនឲ្យធ្លុះបានអញ្ចឹងយើងឃើញថា Stormbreaker ពិតជាមិនអាចយកឈ្នះ Dr. Doom ដោយការពី Thor ប្រើទៅលើ Thanos បានទេអ្នកទាំងអស់គ្នាប្រហែលជាគិតថាមិនអាចទេព្រោះ Thanos ខ្លាំងជាង Dr. Doom ឆ្ងាយណាស់តែចាំបន្តិចបើយើងក៏លេខទៅមើលតួអង្គ Dr. Doom វិញយើងនឹងឃើញពិភពមួយផ្សេងទៀត Dr. Doom ឬក៏ Victor Von Doom មិនមែនគ្រាន់តែជាតួអង្គដែលពាក់របាំងមុខដែកហើយមានមហិច្ឆតាចង់ត្រួតត្រាចក្រវាលធម្មតាដូច Thanos នោះទេ
ចំណុចដែលធ្វើឲ្យ Dr. Doom ខុសពី Thanos ហើយក៏ជាចំណុចដែលធ្វើឲ្យ Stormbreaker ក្លាយជាអាវុធគ្មានន័យចំពោះមុខគាត់គឺជាចំណេះដឹងនិងតលចភាពរវាងវិទ្យាសាស្ត្រនិងវេទមន្ត Thanos គឺជាអ្នកចម្បាំងជាអ្នកយុទ្ធសាស្ត្រនិងជាអ្នកប្រើប្រាស់ power គាត់ពឹងផ្អែកទៅលើវត្ថុបុរាណដែលធ្វើឲ្យខ្លួនឯងខ្លាំងដូចជា Infinity Gauntlet តែផ្ទុយទៅវិញ Dr. Doom វិញគឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សឆ្លាតបំផុតនៅក្នុងចក្រវាល Marvel គាត់មិនមែនត្រឹមតែជាគ្រូវេទមន្តដ៏ប៉ាកែម្នាក់ទេដែលប្រើប្រាស់វេទមន្តយ៉ាងស្ទាត់ជំនាញដូច Dr. Strange ហើយគាត់ក៏ជាកម្ពូលអ្នកវិទ្យាសាស្ត្រដែលអាចបង្កើតបច្ចេកវិទ្យាប្រហែលទៅនឹង Iron Man ដែរអ្នកទាំងអស់គ្នាសាកសម័យទៅមើលនៅពេលដែល Thor គប់ Stormbreaker ទៅកាន់ Dr. Doom តើ Dr. Doom នឹងធ្វើអីគាត់ច្បាស់ណាស់មិននៅឈរថ្មឹងហើយបាញ់ធម្មពលទប់ដូចជា Thanos ទេ Doom នឹងដឹងពីរបៀបដែលវេទមន្តរបស់គាត់ដំណើរការគាត់ដឹងពីរបៀបដែលអាវុធអាទិទេពត្រូវបានបង្កើតឡើងនៅក្នុង comic ជាច្រើនលើកឡើងថា Doom បានបង្ហាញឲ្យយើងថាគាត់មានសមត្ថភាពស្រូបយកធម្មពលមិនមែនគ្រាន់តែទប់គឺស្រូបយកមកធ្វើជារបស់ខ្លួនឯងតែម្ដងសិនបើ Stormbreaker ហោះសម្ដៅទៅរក Dr. Doom នោះ Dr. Doom អាចនឹងប្រើវិច្ចេកវិទ្យា Sipon ដើម្បីបូមយក power របស់ Bifrost ចេញពីព្រថៅ Stormbreaker ភ្លាមដែលធ្វើឲ្យ Stormbreaker ក្លាយទៅជាអាវុធគ្រាន់តែជាដុំដែករបស់ Uru ធ្ងន់មួយដុំដែលធ្លាក់មកដីមុននឹងប៉ះខ្លួនរបស់ Dr. Doom តែកន្លែងត្រង់ហ្នឹងហើយដែលរឿងវាកាន់តែស៊ីជម្រៅ Thanos ចាញ់ Stormbreaker ដោយសារតែគាត់មានអំណួតខ្លាំងនៅលើ Infinity Stone Thanos គាត់គិតថាគ្មានអីដែលអាចយកឈ្នះ power របស់ Infinity Stone បានទេនៅក្នុងចក្រវាលប៉ុន្តែ Dr. Doom គឺជាមនុស្សដែលសង្ស័យលើរឿងគ្រប់យ៉ាងគាត់តែងតែត្រៀមខ្លួនសម្រាប់ស្ថានភាពដែលអាក្រក់បំផុតបើអ្នកទាំងអស់គ្នាជា Doom វិញអ្នកទាំងអស់គ្នាមិនដែលទុកឲ្យខ្លួនឯងស្ថិតនៅក្នុងស្ថានភាពដែលត្រូវពឹងផ្អែកទៅលើការវាយបកតែមួយមុខនោះទេអាវក្រោះរបស់ Doom មិនមែនធ្វើពីដែកធម្មតាទេតែវាត្រូវបានប្រសិទ្ធិដោយវេទមន្តការពារដែលសំបីតែអាទិទេពក៏ពិបាកនឹងបំបែកឈុតនឹងដែរយើងទាំងអស់គ្នាប្រហែលជាភ្លេចចំណុចមួយដែលសំខាន់បំផុតអំពី Stormbreaker នេះគឺជាអាវុធដែលត្រូវការឆន្ទៈនិងកម្លាំងរបស់អ្នកប្រើប្រាស់វានៅពេលដែលសគប់គាត់បានប្រើកម្លាំងការសងសឹកចំពោះ Thanos កំហឹងគឺជាចំណុចខ្សោយព្រោះ Thanos ក៏បានតបតមកវិញដោយមានអារម្មណ៍ចង់ឈ្នះដែរតែ Doom គឺជាម្ចាស់លើអារម្មណ៍របស់ខ្លួនឯងគាត់អាចប្រើវេទមន្តផ្លូវចិត្តដើម្បីធ្វើឲ្យសបាត់បង់ម្ចាស់ការលើអាវុធរបស់ខ្លួនឯងនៅក្នុងសាច់រឿង Secret War យើងឃើញ Doom ក្លាយទៅជា God King Doom ដែលមាន power លើសពី Infinity Stone ទៅទៀតនៅក្នុងស្ថានភាពនោះគាត់អាចកំទេច Stormbreaker ឲ្យក្លាយទៅជាធូលីដីគ្រាន់តែប្រើចិត្តគំនិតរបស់គាត់តែពិតមែនហើយអ្នកទាំងអស់គ្នាប្រហែលជាអាចប្រកែកបានថាតែ Stormbreaker អាចទម្លុះបានគ្រប់យ៉ាងមែនហើយនៅក្នុងរឿង MCU វាប្រហែលជាអញ្ចឹងតែបើអ្នកនរគ្នាមើលច្បាស់នៅពេលដែលអសប្រឈមមុខនឹង Hela នៅក្នុងរឿង Ragnarok អាវុធពីមុនរបស់គាត់គឺ Mjolnir ត្រូវបានកំទេចយ៉ាងងាយហេតុអីទៅព្រោះ Hela មានការតបភ្ជាប់ជាមួយប្រភពធម្មពលដែលលើសពីអាវុធនោះទៅទៀតតើ Doom ក៏ដូចគ្នាគាត់តែងតែស្វែងរកប្រភព power ដែលខ្ពស់ជាងខ្លួនអ្វីដែល super hero ធម្មតាបើអសប្រើ Stormbreaker ដែលជាធម្មពលនៃ Bifrost នោះ Doomនឹងប្រើធម្មពលដែលបានមកពី Dimension ផ្សេងសូម្បីតែធម្មពលរបស់ Beyonder ដើម្បីលុបបំបាត់អត្តពលរបស់ត្រង់នឹងហើយអ្វីដែលគួរចាប់អារម្មណ៍បំផុត Thanos ចង់បានអតលយៈភាពពេលដែលគាត់ប្រើ Infinity Stone គាត់ប្រើវាដើម្បីសម្រេចគោលដៅតែគាត់គិតថាវាត្រឹមត្រូវ Thanos មិនមែនជាមនុស្សដែលចង់បានការបំផ្លិចបំផ្លាញសុទ្ធសាធនោះទេនេះហើយជាមូលហេតុដែលការការពាររបស់គាត់នៅមានចន្លោះប្រហោង Thanos គាត់មិនដែលគិតថាសនឹងត្រឡប់មកវិញជាមួយអាវុធដែលអាចសម្លាប់គាត់បានទេតែសម្រាប់ Dr. Doom គោលដៅរបស់គាត់គឺការត្រួតត្រាទាំងស្រុងតែគាត់មិនដែលទុកចន្លោះប្រហោងឲ្យសត្រូវវាយបកវិញគាត់បើគាត់ដឹងថាមានអាវុធដូចជា Stormbreaker អសភាពនៅក្នុងចក្រវាលគាត់នឹងចំណាយពេលរាប់ឆ្នាំដើម្បីសិក្សារោគសោយរបស់វានិង
បង្កើតអ្វីមួយដែលធ្វើឲ្យมันអាចប្រើការបាននៅពេលចាប់ផ្ដើមតអ្នកទាំងអស់គ្នាធ្លាប់សង្កត់អត់ទៅថាក្នុង MCU អាវុធនីមួយៗមានព្រលឹងរបស់វា Stormbreaker ក៏មានចំណែកនៃ Groot នៅក្នុងនោះដែរ Doom គឺជាគ្រូវេទមន្តដែលដឹងពីរបៀបគ្រប់គ្រងធាតុផ្សំនៃជីវិតគាត់អាចប្រើវេទមន្តដើម្បីបញ្ជាឲ្យដៃឈើនោះរើបំរាស់ប្រឆាំងសវិញក៏ថាបានស្ដាប់មើលទៅវាឡៃបន្តិចតែនៅក្នុងចក្រវាឡរបស់ MCU អ្វីក៏អាចកាត់ឡើងបានដែរពេលដែលជាសាសនិងវេទមន្តមកជួបអ្វីដែលយើងត្រូវយល់អំពី Thanos គឺគាត់គឺជាអ្នកដែលប្រើប្រាស់ឧបករណ៍បើគ្មានស្រោមដៃគាត់គ្រាន់តែជាភាវៈមានជីវិតដែលខ្លាំងនិងឆ្លាតម្នាក់តែ Doom គ្រាន់ខ្លួនផ្ទាល់គឺជាអាវុធចំណេះដឹងដែលគាត់មាននៅក្នុងខួរក្បាលបូក